ទម្រង់ឱសថទម្រង់ជាឱសថគ្រាប់ដែលក្នុងមួយគ្រាប់មានសារធាតុសកម្មប្រេនីសូឡូន5មីលីក្រាមចំណាត់ថ្នាក់ឱសថជាពពួកក្លូយកូកុកទីកូអ៊ីតសកម្មភាពរបស់ឱសថលើសារពាង្គកាយប្រេនីសូឡូនជាឱសថដែលត្រូវបានប្រើប្រាស់ក្នុងការប្រឆាំងទៅនឹងការរលាអង់ទីអង់ហ្វ្លាម៉ាទ័របើប្រើក្នុងកម្រិតខ្ពស់ឱសថនេះនឹងមានសកម្មភាពធ្វើឲ្យប្រព័ន្ធភាពស៊ាំរបស់រាងកាយថយចុះវាក៏មាន effect metabolic និង retention sodium ផងដែរការកប់នឹងជំងឺជាទូទៅឱសថនេះត្រូវបានគេប្រើប្រាស់ក្នុងការព្យាបាលជំងឺជាច្រើនដែលខាងក្រោមនេះជាផ្នែកមួយនៃ indication របស់ឱសថនេះព្យាបាលជំងឺរលាកបណ្ដាលមកពីការថយចុះនៃប្រព័ន្ធ endocrine ព្យាបាលជំងឺរលាកសន្លាក់ជំងឺរលាកស្បែកជំងឺរលាកផ្លូវដង្ហើមនិងជំងឺរលាកពោះវៀនព្យាបាលជំងឺពាក់ព័ន្ធនឹងគ្រាប់ឈាមដូចជា anemia hemolytic autoimmune របៀបប្រើប្រាស់ឱសថប្រេនីសូឡូនប្រើប្រាស់ដោយការលេបតាមមាត់ដោយសារឱសថនេះជាគ្រាប់ oral dispersive ដូចនេះមុនពេលលេបត្រូវបៀមឱសថនេះក្នុងមាត់ឲ្យវារលាយសិនកម្រិតនិងរយៈពេលប្រើប្រាស់កម្រិតប្រើប្រាស់ដំបូងរបស់ប្រេនីសូឡូនប្រែប្រួលពី5ទៅ100មីលីក្រាមក្នុងរយៈពេល24ម៉ោងជាទូទៅកម្រិតនិងរយៈពេលប្រើប្រាស់របស់ឱសថនេះប្រែប្រួលទៅតាមប្រភេទនិងស្ថានភាពនៃជំងឺផលរំខានDesostre hydroelectrolytic ទ្រូប endocrinien et metabolic ទ្រូប musculoskeletic ទ្រូប digestive ទ្រូប cutaneous ទ្រូប neurologic ទ្រូប ocular ការហាមប្រើចំពោះអ្នកជំងឺដែលមាន infection ហាមប្រើចំពោះអ្នកជំងឺដែលមាន état-psychotique ហាមប្រើចំពោះអ្នកជំងឺដែលមានប្រតិកម្មជាមួយឱសថប្រេនីសូឡូនឬសារធាតុដទៃទៀតក្នុងឱសថនេះអន្តរកម្មឱសថប្រេនីសូឡូនមានអន្តរកម្មជាមួយឱសថជាច្រើនរួមមាន Medicament hypocalcemiant Sotoprid វ៉ាក់សាំងវីវ៉ង Atténué Anticoagulant oral Anticonvulsivant Inducteur enzymatique Digitalis Insuline Metformin Isoniazid Medicament donné de dosage de pointe Soft Sotoprid Rifampicin Topic gastrointestinal Antiacide et charbon Antihypertenseur Cyclosporine et fluoroquinolone ការប្រុងប្រយ័ត្នត្រូវធ្វើការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ឱសថប្រេនីសូឡូនទៅលើអ្នកជំងឺដំបៅក្រពះពោះវៀនក្នុងកំឡុងពេលប្រើប្រាស់ឱសថនេះអ្នកជំងឺត្រូវជៀសវាងការប៉ះផ្ទាល់ជាមួយអ្នកជំងឺ varicella ឬ rougeole និងត្រូវតែពិសារឲ្យបានច្រើននៅកាល់ស្យូមនិងវីតាមីន D ចំពោះអ្នកជំងឺខ្សោយថ្លើមនិងតម្រងនោមត្រូវប្រើប្រាស់ឱសថនេះដោយការប្រុងប្រយ័ត្នការថែរក្សាឱសថប្រេនីសូឡូនត្រូវរក្សាទុកក្នុងបន្ទប់មានសីតុណ្ហភាពក្រោម25អង្សាសេ